អ្នកដែលជិះម៉ូតូដឹងហើយអ្នក adventure ដឹងហើយថាខ្ពស់ពីទឹកឈូតិចហ្នឹងកាហ្វេមួយហ្នឹងគឺខ្ពស់មែនតើចំណោតហ្នឹងគឺចំណោតខ្ពស់ហ្មងយើងមើលទៅដូចជាចូល70-80 ដឺក្រេហើយវានៅវាឡើងទៅមើលទៅឃើញអត់តំណងឡើងហ្មងតែអានេះឡើងទៅធម្មតាក្រុមហ៊ុនហ្នឹងគឺធានាខុសគេគាត់ធានា3ឆ្នាំហ្មងគាត់អត់គិត2គីឡូហើយយើងធ្លាប់ទិញម៉ូតូទិញរថយន្តគេគិត30000គីឡូ50000គីឡូតែម៉ូតូនេះអត់ទេបើដូចខ្ញុំជិះដូចផ្ទះអញ្ចឹងគឺ30000គីឡូជិះយ៉ាងច្រើនកន្លះឆ្នាំអស់ហើយតែនេះក៏អត់ទេគេធានាដល់3ឆ្នាំបាទខ្ញុំឈ្មោះលីពីទូសប្តាហ៍ថ្ងៃជានិស្សិតពុំរៀនបន្តហើយជាបុគ្គលិកនៅសាកលវិទ្យាល័យម៉ូតូនេះទិញបាន3ខែខ្ញុំទិញដូចជាចុងខែ9ហើយជិះបានមកដល់ពេលនេះ12000គីឡូជាក់ស្ដែងយើងដើរទិញម៉ូតូធំដល់ពេលហើយយើងដើរស៊ើបមើលទៅមានម៉ូតូជប៉ុនម៉ូតូអាល្លឺម៉ង់អញ្ចឹងណាយើងដល់ពេលថ្ងៃមួយទៅក៏ទៅ Eon 2ទៅឃើញគេតាំងម៉ូតូហ្នឹងឃើញតំណងដល់ពេលហើយក៏ឡើងសាកឡើងអីទៅក៏ហើយរូបរាងវាស្អាតម៉ាស៊ីនវាគួរសមតម្លៃវាសមរម្យក៏ចាប់អារម្មណ៍ហើយតាក់ទងគេទិញម៉ូតូនេះក៏ប៉ុន្តែខ្ញុំបានសិក្សាពីវាច្រើនដែរពេលដែលទិញហ្នឹងគ្រាន់តែពេលហ្នឹងទី1បាត់ចិត្តមានន័យថាបាត់ចិត្តត្រូវមួយយើងហើយទំហំការងារដែលយើងត្រូវចុះទៅខេត្តច្រើនប្រជុំច្រើនយើងប្រមូល data ច្រើនហើយយើងចុះកប់ភូមិទៀតហើយម៉ូតូនេះវា dual sport មានថាទាំង adventure ទាំង overland យើងប្រើបានទាំងពីរហើយអ្វីដែលតាក់ចិត្តហ្មងគឺការធានាមានន័យថាក្រុមហ៊ុនហ្នឹងគឺធានាខុសគេគាត់ធានា3ឆ្នាំហ្មងគាត់អត់គិត2គីឡូហើយយើងធ្លាប់ទិញម៉ូតូទិញរថយន្តទិញឡានអីគេគិត30000គីឡូ50000គីឡូតែម៉ូតូនេះអត់ទេបើដូចខ្ញុំជិះដូចផ្ទះអញ្ចឹងគឺ30000គីឡូជិះយ៉ាងច្រើនកន្លះឆ្នាំអស់ហើយតែនេះក៏អត់ទេគេធានាដល់3ឆ្នាំបាទជាក់ស្ដែងជាមួយម៉ូតូនេះខ្ញុំទៅបានសៀមរាបកំពង់ធំបាត់ដំបងពោធិ៍សាត់ហើយបានបកមកជិះតាមផ្លូវកោះកុងហើយបកមកវិញនិយាយទៅជុំវិញបឹងទន្លេសាបខ្ញុំទៅហើយជាទូទៅដកទៅខាងឦសាននៅពីខាងកើតចេញតែអត់បានទៅដូចជាព្រះពហិយដូចជាកាចាស់ដូចជាមណ្ឌលគិរីរតនគិរីគឺអត់បានទៅអត់បានយកម៉ូតូនេះទៅមានមួយពេលដែលខ្ញុំទៅកពតហើយខ្ញុំចង់សាកទៅហាងកាហ្វេមួយដែលអ្នកដែលជិះម៉ូតូដឹងហើយអ្នក adventure ដឹងហើយថាកាហ្វេមួយហ្នឹងដែលថាហួសពីទឹកឈូតិចហ្នឹងកាហ្វេមួយហ្នឹងគឺខ្ពស់មែនតើចំណោតហ្នឹងគឺចំណោតខ្ពស់ហ្មងយើងមើលទៅដូចជាចូល70-80 ដឺក្រេហើយវានៅវាឡើងទៅមើលទៅឃើញអត់តំណងឡើងហ្មងតែអានេះឡើងទៅធម្មតាយើងដាក់តែលេខ2ទៅលេខ1លេខ2ហ្នឹងមួប្រហែលទៅឡើងទៅ smooth ហ្មងអត់មានអីហើយខ្ញុំក៏សៀវខ្លួនឯងដែរខ្ញុំមើលចាប់ដើមមើលក្រុមហ្នឹងតែឡើងអត់រួចតែឡត់គឺមានបញ្ហាតែអត់ទេឡើងទៅធូរហ្មងម៉ូតូនេះអ្វីដែលស្រឡាញ់គឺ smooth ម៉ាស៊ីនវា smooth ហើយទោះជាម៉ាស៊ីនវាមួយមែនវាមិនមែនជាលក្ខណៈម៉ាស៊ីន2ធម្មតាពេលយើងជិះម៉ូតូផ្លូវឆ្ងាយគេហៅលបឿនឈៀលពី90-100ហ្នឹងគេហៅចាប់ដើមឈៀលហើយម៉ូតូនេះ90-100គឺអត់ដឹងហើយអញ្ចឹងបើសិនជាពេលខ្លះអត់មើលកុងទ័រអត់មើលអាលេខកុងទ័រអេឡិចត្រូនិកហ្នឹងគឺអត់ដឹងថាម៉ូតូហ្នឹងគឺលបឿន100បើធៀបជាមួយនឹងអាម៉ូតូចាស់លបឿន100ដូចយើងជិះ40-50អញ្ចឹងវាអត់ញ័រអ្វីដែលល្អហ្នឹងគឺម៉ូតូជិះអត់ញ័រហើយខ្ញុំជិះឆ្ងាយអត់ឈឺខ្លួនតែមានន័យថាយើងជិះវិញទៅដល់សៀមរាបយើងអត់ចាំបាច់ទៅសម្រេចអីទៀតទេយើងអាចចូលទៅប្រជុំចូលទៅធ្វើការនៅបានតាមបទពិសោធន៍កន្លងមកខ្ញុំធ្លាប់ជិះតាំងពីមុនពេលដែលប្រទេសមានសង្គ្រាមខ្ញុំមានបេសកកម្មមួយខ្ញុំទៅសៀមរាបដើម្បីប្រជុំពីពេញទៅសៀមរាបយើងអត់រាប់ទេតែពេលយើងចេញពីសៀមរាបទៅពោធិ៍សាត់ខ្ញុំចេញម៉ោង10ថ្ងៃ10ព្រឹកចេញទៅសៀមរាបទៅដល់ពោធិ៍សាត់ជួបមួយគេនិយាយបានពីវិមាត្រក៏ជិះពីពោធិ៍សាត់ទៅកោះកុងទៀតមកដល់កោះកុងទទួលបានដំណឹងថាប្រជាជនដើមរើចាប់ដើមអីចឹងក៏ចេញពីកោះកុងមកពេញទាំងយប់អញ្ចឹងមានន័យថាពីម៉ោង10ព្រឹករហូតដល់ម៉ោង12យប់វាចូល14ម៉ោងហើយអត់អីទេជិះព្រលឹមឡើងជិះទៅកំពតទៅធ្វើការម្ដងទៀត14ម៉ោងកន្លងមកប្រហែលជាចូល1000គីឡូជាងក្នុងមួយថ្ងៃហ្នឹងគឺអត់តាន់អីយ៉ាងអាចជិះបានទៀតអញ្ចឹងបាទបទពិសោធន៍ខ្ញុំហ្មងគឺពេលដែលទិញម៉ូតូយើងអត់អង្គុយមើលអា manual គេទេពេលច្រើនយើងចាំខាងសវិគេប្រាប់ថាតែធ្វើចេះតែ trend ពេលហ្នឹងអត់បានតែ trend ជាមួយគេទេអញ្ចឹងពេលហើយយើងអត់ដឹងថាម៉ូតូយើងជាប់ performance mode ទេម៉ូតូនេះគឺមានពិសេសត្រង់ថាវាមាន mode ពេលដែលយើងជិះផ្លូវឆ្ងាយផ្លូវទួលផ្លូវ off road អីយើងទៅប្រើ performance road វាជួយកម្លាំងច្រើនហើយវាស្ទុះដល់ពេលយើងជិះក្នុងក្រុងយើងអត់បានដាក់ eco mode អានសំចៃសាំងមកវាដល់ពេលអញ្ចឹងទៅពេលដែលជិះយើងអត់ដឹងទេវាជិះទៅក្រាក់យើងពិបាកអមយ៉ាយើងអីដល់ពេលខ្ញុំអង្គុយមើលអាសភៅហ្នឹងផងមើលស្រាវជ្រាវវីដេអូអីបងដែលគាត់នៅក្នុងក្រុមហ្នឹងគាត់ចាប់ដើម share ព័ត៌មានទៅសួរគាត់ប្រាប់ថាយើងមាន eco mode មួយទៀតដល់ពេលយើងដាក់ eco mode មានថាយើងជិះទៅ smooth ជាងមុនមានវាស្រួលជិះទៅវាដូចតែយើងជិះ scooter អញ្ចឹងមានថាយើងអត់មានបញ្ហាកន្ត្រៃអត់មានបញ្ហាអីទេហើយសាំងក៏កាត់បន្ថយបានច្រើនហើយពីមុនឆ្ងល់ជិះពីពេញទៅកពតអត់3លីត្រទេបាទ3លីត្រដល់ពេលជិះក្នុងពេញមកធុងសាំងជិះអត់បានមួយអាទិត្យហើយជិះបានតែ4-5ថ្ងៃ10លីត្រជាងតែដល់បន្ទាប់ពីដូរពីឲ្យកែវម៉ូតមកឥឡូវជិះមួយអាទិត្យពីអាទិត្យឯងមកចាក់សាំងម្ដង
performance mode ហ្នឹងគឺខ្ញុំពេលច្រើនខ្ញុំប្រើបើសិនជា overland ក្នុងការដែលខ្ញុំបញ្ញាប់មានន័យថាយើងមូលទៅឡើងតាមដៃមានថាខ្ញុំអត់ដែរជិះម៉ូតូធំតែម៉ូតូនេះគឺខ្ញុំមូលតាមដៃមានន័យថាយើងចង់វ៉ាយើងចង់អីពេលយកប្រឡូកអីមូលទៅគឺឡើងស៊ឹបវាតាមដៃល្អហើយវាស្ទុះខ្លាំងបាទក៏ប៉ុន្តែម៉ូតូនេះបើខ្ញុំស្រឡាញ់ហ្មងគឺមើលពីចំហៀងយើងមើលពីចំហៀងឃើញរៀងវាកាចតែមួយកណាត់មុខគឺកាចហ្មងហើយដោយសារតែអានេះវាសខ្មៅពេលអញ្ចឹងវាមានអាខ្មៅខាងមួយកណាត់ក្រោយខ្មៅហ្នឹងគឺមើលទៅលយនេះអត់តដាក់ធំទេមានថានៅពេលយើងផុតហ្គាដាក់ហ្គាពេញទាំងអស់វាមានកតា2កតាចំហៀងហើយដាក់កតាមុខ2កតាក្រោយ2មើលទៅលយហ្មងជាទូទៅយើងតែដាក់ម៉ូតូបែប adventure ចាចង្គៀងមុខវារៀងស្រួចគេធ្វើមុខឲ្យកាចសមតែនេះអត់ទេមានថាពីមុខវាស្រួចមើលចំហៀងឃើញស្អាតហ្មងតែពេលមើលចំវាក៏ប្លែកហ្មងណាចង្គៀងបែប classic ហ្នឹងលយមួយបែបបាទរសជាតិផ្សេងប្រព័ន្ធប្រាំងវាល្អខ្ញុំធ្លាប់ប្រើ emergency brake មានន័យថាពេលដែលយើងជិះលឿនខ្ញុំលឿនមែនតើសម្រាប់មានឧបសគ្គនៅពីមុខយើងចាប់ភ្លាមពេលដែលចាប់ទៅវាអត់មានអូសដូចយើងធ្លាប់តាមណាខ្ញុំជិះអាម៉ូតូ scooter ពេលដែលចាប់ទៅវាទាញអូសយ៉ាងអានេះអត់ទេចាប់ទៅងឺតហ្នឹងគឺវាមានសើវាបន្តិចមកគឺល្អកម្ដៅបើជិះនៅខេត្តអត់បញ្ហាខ្ញុំជិះ100គីឡូម៉ែត្រក្នុង1ម៉ោងឬ120ហ្នឹងគឺយើងជិះស្មើអត់អីក្តៅទេតែបើជិះក្នុងក្រុងបើសិនជាករណីដែលស្ទះយូរអញ្ចឹងវាក្តៅដែរសិនតោយើងធំប៉ុន្តែអានេះវាមានទឹកស្អំអញ្ចឹងអត់អីទេជិះទៅអត់មានជាបញ្ហាបាទចង់ផ្ដាំទៅបងដែលបើសិនជាគាត់ចង់ទិញម៉ូតូនេះចេតនាក៏បានផ្លូវឧបសគ្គអីក៏បានហើយស្អាតហើយ budget friendly គឺម៉ូតូនេះគឺល្អ